លហេតុអ្វីបានជាមូសដែលខាំមនុស្សភាគច្រើនគឺជាមូសញីនេះគឺជាការពិតដ៏គួរឲ្យភ្ញាក់ផ្អើលពីជីវិតរបស់មូសមូសគឺជាសត្វល្អិតតូចមួយដែលមនុស្សស្ទើរតែគ្រប់គ្នាបានស្គាល់ច្បាស់ព្រោះវាតែងតែខាំនិងបង្កការរំខានក្នុងជីវិតប្រចាំថ្ងៃប៉ុន្តែតើអ្នកធ្លាប់សួរខ្លួនឯងទេថាតើហេតុអ្វីបានជាមូសចូលចិត្តខាំមនុស្សហើយមូសទាំងអស់សុទ្ធតែចេះខាំមែនទេការពិតដ៏គួរឲ្យភ្ញាក់ផ្អើលនោះគឺមូសដែលខាំមនុស្សភាគច្រើនគឺជាមូសញីប៉ុណ្ណោះខណៈមូសឈ្មោលវិញមិនខាំមនុស្សឡើយអ្នកជំនាញបានពន្យល់ថាមូសឈ្មោលនិងមូសញីមានលក្ខណៈខុសគ្នាទាំងរូបរាងនិងរបបអាហារមូសឈ្មោលមានរោមជុំវិញប្រម៉ោយឬស្លាបព្រិលតូចៗមើលទៅស្រស់ស្អាតហើយរស់នៅដោយក្រេបលំអង្ការនិងទឹករុក្ខជាតិជាអាហារសំខាន់វាមិនត្រូវការឈាមមនុស្សឬសត្វដើម្បីរស់ឡើយផ្ទុយទៅវិញមូសញីមានប្រម៉ោយតូចនិងស្រួលជាងមូលហេតុដែលវាខាំមនុស្សមិនមែនដោយសារវាឃ្លានឈាមនោះទេប៉ុន្តែដោយសារឈាមមានសារធាតុប្រូតេអ៊ីននិងសារធាតុចិញ្ចឹមសំខាន់ៗដែលមូសញីត្រូវការសម្រាប់បង្កើតនិងអភិវឌ្ឍស៊ុតរបស់វាបន្ទាប់ពីទទួលបានឈាមគ្រប់គ្រាន់មូសញីនឹងយកសារធាតុចិញ្ចឹមទាំងនោះទៅផលិតជាស៊ុតនិងបន្តវិវត្តជីវិតរបស់វាដូច្នេះការខាំរបស់មូសគឺជាផ្នែកមួយនៃដំណើរការបន្តពូជមិនមែនជាការវាយប្រហារដោយគ្មានហេតុផលនោះទេយ៉ាងណាក៏ដោយការខាំរបស់មូសនៅតែជាបញ្ហាសុខភាពសាធារណៈដោយសារមូសខ្លះអាចផ្ទុកនឹងចម្លងជំងឺគ្រោះថ្នាក់ដូចជាគ្រុនឈាមគ្រុនចាញ់និងជំងឺឆ្លងផ្សេងៗដូច្នេះការរក្សាអនាម័យបរិស្ថានកុំឲ្យមានទឹកដក់និងការពារខ្លួនពីមូសនៅតែជាវិធានការចាំបាច់ចាប់ពីពេលនេះតទៅប្រសិនបើអ្នកឃើញមូសហើរមកក្បែរប្រហែលជាអ្នកអាចសង្កេតមើលប្រម៉ោយរបស់វាបន្តិចឲ្យដឹងច្បាស់ថាតើវាគឺជាមូសឈ្មោលដែលស្រឡាញ់លំអង្ការឬជាមូសញីដែលកំពុងស្វែងរកឈាមសម្រាប់កូនរបស់វា